Bà ca bị vẽ tìm múa bệnh nhạc chú sa chỉ mấy luôn nè bạn chú sa video clip cứ thay thành vẽ phí đại mi photo city ban sầm đại phong đại à lấy nên không vẽ tí pi ní dưới nên thôi cái sầm phía chịu môi nàng lục pa nè mà rồi bong mi photo city tôi sẽ cho conจะล้ำទៀត ចា បាទនោះគឺបងយ៉ានីដាហើយនឹងបងយ៉ែមសំអូនផងដែរបាទមានសួរចាជំរាបសួរតាមណាក់ចាបងថាលេងលេងណាបងថាលេងឥឡូវមែនតើណាមែនតើតែកូនបងកូនចាស់ចាស់ជាងប៉ាម៉ាក់តាមធម្មតាគេថាកូនបើមិនកាត់ទៅរកម្ដាយកាត់ទៅរកឪពុកដល់ពេលងាកទៅម៉ែវាណាកាត់ដូចម៉ែវាដូចមិនដល់មិនគេទេប៉ុន្តែគាត់ស្អាតមកបែបផងគាត់អីហ៎ទេពកោសលផងគាត់ធ្វើឲ្យគាត់ស្អាតចារ៉ូលីនណារ៉ូលីនមែនបងនិយាយពីកូនខ្ញុំអូចាស្អាតរបៀបជ្រូកចំណាំជ្រូកស្អាតជាងគេមែនបាទជា talent កូននិយាយលេងកូនណាទៅដល់នេះអូនិយាយពីរឿងមែនតាទៅដល់អាមេរិកអូយទៅដល់អាមេរិកខ្ញុំបាច់ទេម៉ោងស្មើនឹងម៉ោងល្មមគាត់ត្រូវក្រោកញ៉ាំកាហ្វេព្រលឹមឡើងបាទអញ្ចឹងបានលឺសម្ដីទាំងអស់នេះរបស់ពួកយើងគឺយំមិនមកដល់ឥឡូវសូមឲ្យលោកប៉ាអ្នកម៉ាក់ដាំផ្ញើទៅកាន់កូនស្រីដល់ឥឡូវបងមុនដល់អូតាមពិតគេប្រម៉ូទគ្នាគេទៅនេះបាទអូយអាណិតគ្នាទៅដល់នោះគេផារហូតបាទជាបឋមសម្រាប់ក្រុមការងារទាំងអស់បងប្អូនមិត្តសិល្បករដែលមានឱកាសណាសម្រាប់ទៅសម្ដែងនៅក្រៅប្រទេសមិនថាសហរដ្ឋអាមេរិកទេគ្រប់បណ្ដាប្រទេសទាំងអស់នៅលើពិភពលោកប៉ុន្តែរ៉ូលីននៅក្នុងនោះមានរ៉ូលីននេះនឹងកញ្ញាម៉ាក់សែនសុនីតាព្រោះថានៅផ្ទះជុំគ្នាជាកូនចៅខ្ញុំមែនតើនិយាយមែនតើកញ្ញាម៉ាក់សែនសុនីតាធ្លាប់បានរួមការងារជាមួយខ្ញុំបាទនៅកាលពីឆ្នាំមុនទៅប្រទេសអូស្ត្រាលីជា model របស់ខ្ញុំបាទហើយបើសម្រាប់រ៉ូលីនគឺកាលពីឆ្នាំបាទប្រហែលប្រហែលជា 4-5 ខែមុននោះវក់មួយគាត់មែនតើបាទធីមបើថាចេញមួយគ្នាសឹងតែរាល់ថ្ងៃសម្រាប់ពិធីផ្សេងដោយសារនៅក្នុងពេលបច្ចុប្បន្ននេះខ្ញុំមានទទួលរៀបចំជាវងតន្ត្រីវងតន្ត្រីតកូលសិល្បៈតកូលអត់ឈ្មោះដាក់មួយតកូលបើសិនជាយកឈ្មោះរ៉ូលីនប្រហែលជាដាច់ច្រើនជាងនឹងបាទព្រោះឲ្យយកទៅល្អជ្រៀងក៏បានពិធីកក៏បានក៏ផ្លែក៏បានទៀតគេរវាយមិនដងហូការព្រោះធម្មតាជក់ពេកទៅបើនៅក្នុងកម្មវិធីទូអត់អីដល់ពេលនៅក្នុងហូការនិយាយច្រើនពេកពេលខ្លះគេចង់ខឹងគេហៅទៅជួបបានដងតែដល់ពេលទៅដល់គេឲ្យលុយធីបគេអាចខឹងម្ដងម្កាលបានដែរដូចជាញ៉ាយកូនកន្លោះជាញ៉ាយកូនកន្លោះបាទឥឡូវបងផ្ដាំញ៉ាសុំជើញអ្នកម៉ាក់ផ្ដាំទៅកូនស្រីតាកំវក់នៅប្រុសនៅអាមេរិកចាមានអីទេផ្ដាំផ្ញើទៅកូនរ៉ូលីនសេលីនម៉ាក់ពេលទៅដល់អាមេរិកឲ្យជោគជ័យឲ្យមានគេគ្រប់គ្រងកាន់តែច្រើនចាហើយខ្ញុំជឿជាក់ថាគាត់ច្បាស់ជាជោគជ័យហើយពួកអត់មានខ្វះមួយរឿងទេគាត់ហ្នឹងគ្រប់អត់ទេដោយសារខ្ញុំក៏មានមិត្តភ័ក្តិនឹងក្រុមការងារនៅសហរដ្ឋអាមេរិកច្រើនដែរដែលជា fan ណាហើយគាត់បានផ្ដល់ជាសារព័ត៌មានមកតាមរយៈទូរស័ព្ទឬក៏ជាសារតាមប្រព័ន្ធអ៊ីនធឺណិតផ្សេងគឺរ៉ូលីនគាត់ជោគជ័យមែនប្រហែល show ដែលគាត់សម្ដែងកន្លងមកដល់ពេលនេះគឺជោគជ័យមែនតើចាតែមានសល់លុយ1រៀល